ខ្ញុំមកថតនៅគ្រីជាបរិវត្តរស់នៅភូមិកំពង់ដោពីដើមដំបូងមកខ្ញុំមិនអ្នកអាជីពនឹងតែខ្ញុំអ្នកជំនួញប៉ុន្តែក្រអមសាមកអត់មានអីហូបហើយខ្ញុំសួរគេទៅគេថាបិទសាទៅបានកបានអីយើងចំណេញបានលុយលក់មកបានចំកូនអញ្ចឹងយើងធ្លាក់ខ្លួនអស់លេងហ្មងដីក៏អស់ដីចកាក៏អស់ដីស្រែក៏អស់អញ្ចឹងទៅឃើញដំបូងនឹងសួរគេទៅហើយក៏ចាប់ពើតិចម្ដងតាំងពី2010ការប្រមូលយើងទិញតាមភូមិយើងហ្នឹងទិញតាមភូមិខ្វះខ្លះទៅយើងយកពីដេប៉ូវាចេះតែមួយថ្ងៃ550គីឡូនោះវាបាន1050លីត្របានស្មើនឹង35កានក្នុងភូមិក្នុងឃុំតាមតំបន់ស្រុកថាទៅសៀមរាបទៅអីយើងតាមខេត្តតាមអីចឹងគេឃើញថាយើងបាត់ល្អអីយើងដាំបាយអញ្ចឹងយើងចំហុយអត់ដាំតែយើងចំហុយបាយដាក់សឹងមកយើងចំហុយហើយដល់គេមកឃើញយើងធ្វើទៅគេហូបដូចថាគេអាចទទួលយកបានទៅហើយអញ្ចឹងក៏ចេះចាប់តទៀតពីដំបូងមកការវឹករយៈពលមកគឺពិនិត្យ3ខែម្ដងប៉ុន្តែដល់ក្រោយមកគេមួយឆ្នាំម្ដងស្រាបិទបើយើងគិតពីលុយវិញយើងអាចបានធ្វើឲ្យបុគ្គលិកយើងធ្វើការហ្នឹងមកក្រោយខ្ញុំឃើញថាអាជីពនឹងល្អទៅខ្ញុំក៏ធ្វើអាជ្ញាប័ណ្ណទៅពង្រីកទៅខ្ញុំពីដំបូងគេថាខ្ញុំថាពេលមិនដែលពីណាបិទសាធ្វើច្បាប់ខ្ញុំទៅរៀនខាងគេមកហៅរៀនខ្ញុំរៀនទៅពេលរៀនចេះពីរបៀបបមទៀតទៅហើយដល់ពេលចាប់ផ្ដើមគេពុលគេហៅយើងទៅប្រជុំទៅរៀនថែមទៀតទៅក៏នឹងឃើញខ្ញុំបិទច្រើនប្រហែលយើងនឹងឃើញថាបាយសាយើងច្រើនអញ្ចឹងយើងចំទៅគេបានគ្រប់គ្រងបានទៅចំណាយតាមទុនច្រើនដល់ពេលយើងមានរបស់យើងទឹកអង្គទឹកបាយយើងលាងឆ្នាំងបាយសល់ពីនោះមកយើងលាយគ្នាមកយើងបូមឲ្យស៊ីទៅចំណីក្នុងមួយថ្ងៃជោគខ្ញុំទាំងអស់ហ្នឹងចំណីមួយថ្ងៃអត់អស់មកបែទេក្នុងមួយទ្រុងខ្ញុំឲ្យស៊ីតែ3គីឡូក្នុងភូមិហ្នឹងមានកម្មវិធីគេកំងយើងខ្វាយទៅព្រោះជោគយើងចំខ្លួនឯងពេលពីមុន13000ដល់មកចុះ2005ឥឡូវ12000ព្រោះការបច្ចេកទេសការចំជ្រូកវាស្រួលយើងរៀនតាមប្រព័ន្ធ YouTube ខ្លះណាហើយដល់ឥឡូវខ្ញុំរៀបចំដាំចេកសម្រាប់ធ្វើចំណីនឹងតបផ្សំពីព្រោះយើងត្រូវពង្រីកទ្រុងថែមទៀតវាសំខាន់នេះគេយើងធ្វើពីតិចអ្នកខ្លះធ្វើដូចគាត់អត់ដឹងអត់យល់ថាជ្រូកនឹងចំវាមិនមែនចំភ្លាមបានភ្លាមទេជ្រូកបើយើងយកមេមកចំ2ឆ្នាំឬ1ឆ្នាំជាងបានយើងទទួលផលបានថេររហូតព្រោះកាលណាចង្កលទៅវាយើងយកមកដល់ភ្លាមមកធំមក100ឈ្មោលពេល100ឈ្មោលវា7ខែ8ខែយើងដាក់បានល្អហើយដល់ពេលផុតពី7 8ខែទៅវា114ថ្ងៃបានវាកើតផុតពី114ថ្ងៃទៀត27ថ្ងៃយើងបំបែកដល់ពេលផុតពី7ថ្ងៃយើងបំបែកទៅវាទៅស៊ីចំណីក្នុងរយៈពេលដូចខ្ញុំចំឯ4ខែអញ្ចឹងបានលក់អញ្ចឹងវាបានរយៈពេលយូរហើយតែបើយើងចង់ថាបើប្រជាពលរដ្ឋគាត់ចង់ចំជ្រូកក្នុងការវិធីនិសាសនៃការចំជ្រូកយើងរើសពូជជ្រូកមកហើយផ្គប់ផ្សំយើងត្រូវមិនយើងចំតិចវាអាចឡើងបានបើមិនយើងវាប់ភ្លាមយើងធ្វើធំភ្លាមដល់ពេលបរាជ័យពីពិបាកជ្រូកងាយបំផុតងាយងាប់ព្រោះខ្ញុំធ្លាប់ខាតដល់23លានភាសាផ្ដាំផ្ញើដល់បងប្អូនអតិថិជនតែងតែគ្រប់គ្រងខ្ញុំតែងគ្រប់គ្រងតាំងពីស្រាសតាំងពីជ្រូកមកទិញតាមប៉ុនវិញក៏គេទិញណាជ្រូកទិញក្នុងវិធីអីហើយទៅទីមួយទៀតគឺខ្ញុំបើកខ្វែងជ្រូកមួយទៀតទៅចេះបានមកថែមតទៅតាំង